តពីយើង log ចូល router ហ្នឹងហើយវាបំត្រូវទាមទារយើងបំពេញ username យើងវាយ user root មកយើងវាយ command មួយឈ្មោះថា CLI វាចេញសញ្ញាបច្ឆោត configure ហ្នឹងរួចយើងតាក់ទងជាមួយនឹង file configure IP ឆ្វេង IP ស្ដាំនិងឈ្មោះ site ហ្នឹងយើងទៅតាក់ទងមកខាងfile support ខាង Metro ដូចជា 097.7.0.70 និងខ្សែទៀត 0.1.7.0.99 ដើម្បីសុំ IP router ហ្នឹង router IP ខាងឆ្វេង IP ខាងឆ្វេងនិង IP ខាងស្ដាំ connect វាហ្នឹងមួយទៀតគឺ model របស់ router Juniper ជាធម្មតាយើងមាន2 model RCX 2100 និង RCX 1000តែចាំថា complete បំពេញ model ឲ្យត្រូវបើបំពេញខុសទេយើង configure វាអត់ឡើងទេតើបំពេញត្រូវបានត្រូវជាមួយ interface របស់វាបន្តមកទៀតនៅត្រង់កន្លែង step ទី1នេះខ្ញុំនិយាយពីរឿង router ដែល configure ហើយ router ចាស់ដែលគេយកចេញពី site ផ្សេងហ្នឹងយើងត្រូវ clear interface clear configure វាចោលសិនតែកន្លែងដែលយើងវាយ user root ដំបូងហ្នឹងយើងអត់វាយ user root ទេយើងវាយ user vital ហើយនឹង password វាតែ1 2 3ធម្មតាយើងប្រើ command នេះ command request system 0 ហ្នឹងហើយ reboot វាមកហើយយើងចូលមកដល់ចាត់ជាមួយ router ថ្មីដែល configure user root មិញក៏មិនយើង copy command ទាំងក្រុមទាំងអស់មកយកទាំងអស់មក Ctrl C ហើយយកមកផាសជាមួយនឹង interface ដែលយើង login router នេះមកយើងប្រើ command snap request system snapshot /. នេះយើងការពារឲ្យខ្លាចទៅពេលដែលយើងវា down ភ្លើងអីក្នុងពេល configure ហ្នឹងដើម្បីឲ្យវា synchronize ជាមួយនឹង memory របស់ Juniper វាហ្នឹងអញ្ចឹងយើងប្រើ command នេះមួយដើម្បីវា synchronize ដល់ពេលដែលវា down ហើយវា up វិញហ្នឹងការពារខ្លាចវា lock configureកន្លែងនេះយើងកំពុងតែ copy ពី partition មួយដល់ទៅ partition មួយទៀត copy ទៅថា partition ជា partition មួយនេះ down configure វា install partition មួយទៀតយើងការពារកុំឲ្យវាបាត់ចំណៃយើងណាយ៉ាងយូរបំផុតការ copy ចំណៃនឹងចំណាយពេលប្រហែលជា5នាទីយូរបំផុតណា